សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរយើងមកស្ដាប់ការសម្រាយរឿងជាបន្តទៀតដែលមានចំណងជើងថា Auto Hunting with My Clone ភាគទី4ជាបន្តទៀតតែមុននឹងឈានចូលដល់សាច់រឿងសម្រាប់ពុកម៉ែបងប្អូនណាដែលមិនទាន់បានចុច Subscribe កុំភ្លេចជួយចុច Subscribe ផងណាដើម្បីជាកម្លាំងចិត្តដល់adminក្នុងការសម្រាយរឿងនេះបន្តទៅទៀតព្រឹកថ្ងៃបន្ទាប់នៅពេលដែលចុងសង្វូងើបឡើងមកមានអារម្មណ៍ថាខ្លួនប្រាណរបស់ខ្លួនអាចឈឺចុកចាប់ទាំងអស់មិនថាប្រែតែឆ្វេងឬក៏ប្រែតែស្ដាំទេគឺសុទ្ធតែមានកន្លែងដែលឈឺចុកចាប់និងស្ទើរតែទ្រាំមិនបានទៅហើយរួចចុងសង្វូក៏គិតថាចាប់ពីពេលនេះទៅគាត់នឹងប្រើរូបរាងកាយខ្លួននោះទៅធ្វើការងារនោះបន្តទៅទៀតក៏ព្រោះតែរូបរាងកាយខ្លួនរបស់គាត់អាចទ្រាំនឹងការលំបាកលើកលីសែងធ្ងន់ៗផងដែរដោយដំបូងឡើយគាត់គិតថាធ្វើឲ្យរូបរាងកាយខ្លួននោះរលាយបាត់សិនបន្តមកចាំជប់រូបរាងកាយនោះឡើងមកវិញក៏ប៉ុន្តែបើធ្វើដូច្នេះសម្លៀកបំពាក់នោះនឹងជ្រុះនៅទីតាំងនោះតែម្ដងគិតចុះគិតឡើងចុងសង្វូក៏សម្រេចចិត្តថាគួរតែញ៉ាំអាហារមុនចាំញ៉ាំអាហារឆ្អែតហើយចាំគិតទៀតរួចហើយបន្ទាប់ពីញ៉ាំអាហារឆ្អែតសម្លេងគួរទ្វារក៏បានបន្លឺឡើងរួចហើយចុងសង្វូក៏បានដើរទៅបើកទ្វារក៏ឃើញថារូបរាងកាយខ្លួនរបស់គាត់គឺត្រឡប់មកវិញហើយសភាពនៃរូបរាងកាយខ្លួននោះបែកញើសនិងហត់អស់កម្លាំងជាខ្លាំងនោះក៏ដោយសារតែរូបរាងកាយខ្លួនរបស់គាត់ទើបត្រឡប់មកពីហាត់ប្រាណរួចចុងសង្វូក៏បានប្រាប់ទៅរូបរាងកាយខ្លួនឲ្យងូតទឹកនិងដូរសម្លៀកបំពាក់ឲ្យបានស្អាតបន្ទាប់ពីរូបរាងកាយខ្លួនងូតទឹកនិងដូរសម្លៀកបំពាក់រួចចុងសង្វូក៏បានឲ្យរូបរាងកាយខ្លួននោះហុចដៃមកចុងសង្វូបានគិតក្នុងចិត្តថាបើសិនជាចុងសង្វូបានជួបរូបរាងកាយថ្មីមួយទៀតមកនោះរូបរាងកាយចាស់នឹងរសាត់ទៅតាមពន្លឺឬក៏យ៉ាងណារួចហើយចុងសង្វូក៏ចង់ដឹងទៀតដែរថាតើរូបរាងកាយខ្លួននេះគឺជាមនុស្សឬក៏សភាវៈរស់រួចហើយចុងសង្វូក៏បានយកមកជុលមករួចក៏យកមកជុលនោះចាក់ទៅលើម្រាមដៃរបស់រូបរាងកាយខ្លួនពេជ្រនោះឈាមក៏បានហូរចេញមកទោះបីជារូបរាងកាយខ្លួននោះមិនមានអារម្មណ៍ឈឺក៏ដោយតែចុងសង្វូរបស់យើងវិញមានអារម្មណ៍ថាអាណិតរូបរាងកាយខ្លួនជាខ្លាំងថែមទាំងបានសុំទោសរូបរាងកាយខ្លួននោះផងដែរតែរូបរាងកាយខ្លួននោះធ្វើដូចជាធម្មតាដូចមិនមានអ្វីកើតឡើងសោះជួតជាបណ្ដាគាត់ក៏បណ្ដាតែពេលណាគាត់អាចunlock នៅ regeneration state របស់គាត់របៀបដោះសោនៃ regeneration state គឺតម្រូវធ្វើឲ្យខ្លួនឯងរបួសហើយទុកឲ្យវាជាដោយខ្លួនឯងដោយមិនអាចប្រើប្រាស់ថ្នាំដើម្បីព្យាបាលបានឡើយរួចហើយសាំងយូជុងត្រូវធ្វើបែបនេះដដែលរហូតដល់ state ត្រូវបានដោះសោដោយសាំងយូជុងក៏គិតថាការធ្វើដូចនេះវានឹងបង្ហាញតម្រុយអ្វីឬក៏គាត់ត្រូវធ្វើរយៈពេល1ខែជាងទៀតសាំងយូជុងបារម្ភថានៅពេលធ្វើដូច្នេះដំបៅវានឹងរីកកាន់តែធំជាងមុនទៅទៀតអត់មានជំរឿចឹងមានតែធ្វើអញ្ចឹងតទៅទៀតហើយសាំងយូជុងក៏បានប្រាប់ទៅរឿងរាងកាយខ្លួនថាចង់ញ៉ាំរ៉ាមែនប៉ុណ្ណាក៏ញ៉ាំទៅរួចហើយបន្តមកធ្វើការហាត់ប្រាណផងរួចហើយសាំងយូជុងក៏ប្រាំទៅរូបរាងកាយខ្លួនថាយកទូរស័ព្ទនេះទៅរួចហើយលើកទូរស័ព្ទផងខ្ញុំឥឡូវដល់ពេលត្រូវចេញក្រៅហើយការមកដល់ចុងសង្វូឯនេះវិញកំពុងតែធ្វើដំណើរតាមផ្លូវបណ្ដានិងបានរកផ្លូវបណ្ដាទៅកាន់ជីមស្រាប់តែមួយរំពេញនោះក៏មានមិត្តភ័ក្តិរបស់គាត់ក៏បានគៀកស្មារបស់គាត់ហៅឈ្មោះរបស់គាត់ថាចុងសង្វូរួចមិត្តភ័ក្តិរបស់គាត់ក៏បានហៅគាត់ថាមិនដែរអាក្មេងអត់ខាន់ស្លាខាន់ជួបគ្នាយូររួចហើយចុងសង្វូក៏បានដកដៃមិត្តភ័ក្តិរបស់គាត់ចេញពីស្មាហើយបាននិយាយថាដកដៃចេញទៅក្តៅស្អុះស្អាប់ណាស់រួចហើយមិត្តភ័ក្តិរបស់គាត់ក៏បាននិយាយថាយើងមកឯងស្ទងតែមិនស្គាល់ទៅហើយឯឥឡូវស្គមណាស់ឯស្រោតប្រមាណគីឡូដែរហើយហើយចុងសាវូក៏បានតបថាក៏ព្រោះតែយើងហាត់ប្រាណជារៀងរាល់ថ្ងៃឥឡូវនេះយើងដល់ពេលដែលត្រូវទៅជីមដើម្បីបង្ហាត់បន្ថែមទៀតហើយចុងសាវូក៏បាននិយាយទៅកាន់មិត្តភ័ក្តិគាត់ថាមើលទៅខ្លួនឯងទៅសិតតែខ្លាំងហើយមិត្តភ័ក្តិរបស់គាត់ក៏សួរថាជីមដែលឯងទៅវឹកហាត់នឹងឈ្មោះអ្វីដែររួចចុងសាវូក៏បានយកខិត្តប័ណ្ណដើម្បីសួរទៅកាន់មិត្តភ័ក្តិគាត់ថាជីមនឹងនៅម្ដុំនឹងមែនមិត្តភ័ក្តិរបស់គាត់ក៏ឆ្លើយថាវានៅម្ដុំនឹងមែនហើយគឺជាជីមដែលល្អទៀតផងរួចហើយចុងសង្វូក៏បានតបទៅមិត្តភ័ក្តិរបស់គាត់ថាវាមិនសំខាន់រឿងនោះទេសំខាន់យើងចង់ដឹងថាតម្លៃវិញរួចមិត្តភ័ក្តិរបស់គាត់ក៏និយាយថាដោយសារកន្លែងហ្នឹងអ្នកបង្វឹកសិតតែស្អាតស្អាតរួចចុងសង្វូក៏បាននិយាយថានោះគឺជាអ្វីដែលឯងចង់បានមិត្តភ័ក្តិគាត់ក៏និយាយថាតោះយើងទៅតែចុងសង្វូបានតបថាប៉ុន្តែឯងទៅទីនោះមិនមែនដើម្បីចង់ហាត់ប្រាណទេនៅពេលដែលឈានជើងចូលដល់ឃើញថាមានឧបករណ៍ហាត់ប្រាណជាច្រើនមានដូចជាអាល់ទែឧបករណ៍រត់ប្រណាំងរីឯគ្រូបង្វឹកក៏កំពុងតែជាប់រវល់ញ៉ាំអាហារថ្ងៃត្រង់ផងដែរពេលដល់ចូលដល់មាត់ទ្វារចុងសង្វូលំមកថាកន្លែងនេះលយណាស់រួចហើយមិត្តភ័ក្តិចុងសង្វូក៏បានឆ្លើយទៀតថាខ្ញុំក៏គិតអញ្ចឹងដែរហើយគ្រូបង្វឹកក៏អេះក្បាលហើយនិយាយសុំទោសថាដោយសារឥឡូវគឺជាពេលសម្រាប់ញ៉ាំអាហារថ្ងៃត្រង់ដូច្នេះហើយបានជាអំបញ្ញមិញខ្ញុំរវល់ញ៉ាំអាហារសូមស្វាគមន៍មកកាន់កន្លែងហាត់ប្រាណលំដាប់កំពូលបាទពួកយើងទាំងពីរចង់ចោះឈ្មោះចូលរៀនវឹកហាត់ដោយពួកយើងមានប្រូម៉ូសិនចាប់ផ្ដើមបើកដំបូងដោយចំណាយតែ 16,000 វ៉ុនតែប៉ុណ្ណោះឬស្មើ$160អញ្ចឹងចុងសាំងវូរបស់យើងចង់សាបង 3 ខែសិននោះក៏ព្រោះតែចុងសាំងវូរបស់យើងចង់ស្គាល់ពីឧបករណ៍ទាំងអស់និងដឹងពីរបៀបហាត់ស្របពេលរូបរាងកាយខ្លួនរបស់គាត់កំពុងតែហាត់ប្រាណនៅខាងក្រៅផងដែរ
រួចគ្រូបង្វឹកក៏បាននិយាយថារកឧបករណ៍ទាំងអស់សុទ្ធតែស្រួលក្នុងការប្រើប្រាស់មិនលំបាកទេឥឡូវតើលោកចង់បង់លុយឲ្យហើយឬក៏យ៉ាងណាដោយមិនរងចាំយូរចុងសង្វូរបស់យើងក៏ដើរមើលឧបករណ៍ផ្សេងក៏បានឃើញឧបករណ៍លើកអាល់ទះកម្រិតដំបូងរួចហើយចុងសង្វូយើងក៏បានសាររួចហើយគ្រូបង្វឹកក៏បានណែនាំពីឧបករណ៍ផ្សេងឲ្យចុងសង្វូបានដឹងក្នុងអំឡុងពេលនោះក៏មានបុរសម្នាក់បានលើកអាល់ទះរហូតដល់ទៅ50គីឡូដែលបុរសម្នាក់នោះគឺជាមិត្តភក្តិរបស់ចុងសង្វូដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដទៃក្រឡេកមកមើលជាច្រើនសូម្បីតែគ្រូបង្វឹកក៏លាន់មកថាមិត្តភក្តិរបស់ចុងសង្វូហាក់ដូចជាមនុស្សដែលធ្លាប់បានរៀនពីមុនអញ្ចឹងប៉ុន្តែមិត្តភក្តិរបស់ចុងសង្វូបានឆ្លើយថានេះគឺជាលើកទី1របស់ខ្ញុំទេគ្រូបង្វឹកក៏តបទៀតថាឬក៏មកពីដោយសារតែការដាក់សមត្ថភាពនោះបានជាធ្វើឲ្យអ្នកមានកម្លាំងស្ទែននៃកម្លាំងរបស់អ្នកប៉ុន្មានហើយរួចហើយមិត្តភក្តិចុងសង្វូក៏បានតបថាមិនច្រើនទេគ្រាន់តែ 2.1 តែប៉ុណ្ណោះហើយចុងសង្វូក៏និយាយថាវ៉ាវអស្ចារ្យមែនទែនសមត្ថភាពក្នុងការដែលថាលើករបស់ធ្ងន់តែខ្ញុំស្នាមណាច្រើនជាងបែរជាធ្វើមិនបានទៅវិញខ្ញុំពិតជាចំណាយនឹងមិត្តភក្តិរបស់ខ្ញុំណាស់ស្គីអ្នកប្រមាញ់ដែលមិត្តភក្តិរបស់ខ្ញុំប្រាប់ប្រហែលជាស្គីមួយនេះហើយមើលទៅបើតាមខ្ញុំស្មានគឺជាស្គីកម្លាំងនេះហើយមើលទៅក៏ប៉ុន្តែស្គីដែលបង្កើនកម្លាំងវាខ្លាំងយ៉ាងនេះមែនអញ្ចឹងតើសមត្ថភាពនៃអ្នកប្រមាញ់ដែលមាន profile ខ្ពស់ៗតើគេខ្លាំងយ៉ាងណាទៅឬនេះគឺជាមូលហេតុដែលមនុស្សតែងតែនិយាយអំពីអ្នកប្រមាញ់កំពុងតែអង្គុយសុកទូរស័ព្ទក៏បានរោឡើងនៅពេលដែលចុងសង្វូបានយកទូរស័ព្ទមកមើលទើបដឹងថាគឺលោកចាំងដុកឈៀលបានខលមកគាត់រួចលោកក៏បានសួរទៅចុងសង្វូថាតើចុងសង្វូបានទៅដល់ផ្ទះដោយសុវត្ថិភាពហើយតើមែនទេកាលពីម្សិលមិញទៅនឹងការបង្រៀននេះផងដែរខ្ញុំបានសួរទៅកាន់ប្រពន្ធខ្ញុំហើយនឹងកូនស្រីរបស់ខ្ញុំហើយអញ្ចឹងតើអីទំនេរពេលណាដែរលោកបន្តថាបើសិនជាមិនទាស់ខុសអ្វីទេគាត់ចង់និយាយទល់មុខជាមួយនឹងសាំងយូយ៉ុងរួចសាំងយូយ៉ុងក៏ឆ្លើយថាបានតើខ្ញុំនឹងទៅផ្ទះលោកឥឡូវនេះបន្តមកចុងសង្វូក៏បានធ្វើដំណើរទៅផ្ទះលោកចាំងដុកឈៀលហើយក្នុងអំឡុងពេលដែលជិះចណ្ដាយន្តនោះចុងសង្វូក៏បានកាត់ដល់មិត្តភក្តិរបស់គាត់ដោយមិត្តភក្តិរបស់គាត់មិនបានធ្វើតាមពាក្យដែលគាត់និយាយចុះឈ្មោះចូលរៀនឡើយដោយមិត្តភក្តិរបស់គាត់បាននិយាយថាបើសិនជាគាត់ទៅទីនោះដើម្បីវឹកហាត់ការវឹកហាត់របស់ឯងនឹងមិនទទួលបានផលល្អទេនោះក៏ដោយសារតែឯងច្រណែនជាមួយយើងរួចចុងសង្វូរបស់យើងក៏តបទៅវិញថាដោយសារតែនៅទីនោះគ្មានគ្រូស្រីស្អាតដោយតែគេនិយាយបន្ទាប់ពីលឺអញ្ចឹងមិត្តភក្តិរបស់គាត់ក៏ធ្វើទឹកមុខស្រពោនរួចចុងសង្វូក៏គិតថាវាជាការល្អម្យ៉ាងដែរដោយមិនចាំបាច់បញ្ជូនរូបរាងកាយខ្លួនទៅវឹកហាត់នៅជីមបន្ទាប់ពីចុងសង្វូដើរមកដល់មុខបន្ទប់ចុងសង្វូក៏សួរថាមានអ្នកណានៅផ្ទះអត់រួចហើយចុងសង្វូក៏បានអោនមកទៅដើម្បីផ្ទៀងផ្ទាត់ស្ដាប់ព្រោះតែឮសំឡេងដូចគេកំពុងតែជជែកគ្នាថាប៉ាសម្រាប់ចាត់ចំនួនខ្ញុំទៅបន្ទាប់ពីលោកចាំងលោកឈៀលបានបើកទ្វារទៅក៏បុកចំមុខរបស់លោកចុងសង្វូដែលកំពុងតែអោនក្បាលមករួចកូនស្រីរបស់លោកចាំងលោកឈៀលបាននិយាយថាប៉ាប្រាប់ថាគាត់នឹងមកដល់ទីនេះអញ្ចឹងប៉ាប្រាប់គាត់ទៅវិញថាមិនបាច់មកទេឲ្យគាត់ទៅវិញទៅប៉ាត្រូវទៅធ្វើការហើយបើសិនជាកូនឯងមិនចូលចិត្តកូនឯងអាចប្រាប់គាត់ដោយខ្លួនឯងទៅបន្តមកលោកចាំងលោកឈៀលបានភ្ញាក់ផ្អើលជាខ្លាំងដោយគាត់បើកទ្វារមិនបានប្រយ័ត្នទ្វារនោះក៏បុកក្បាលចុងសង្វូតែម្ដងរួចចុងសង្វូក៏បានដួលទៅលើដីឯកូនលោកចុងលោកឈៀលក៏ឈរស្រឡាំងកាំងហើយសាច់រឿងរបស់យើងក៏ស្លេះត្រឹមតែប៉ុណ្ណេះសិនជួបគ្នានៅឱកាសក្រោយទៀតបាយបាយ